បាទសួស្តីបងប្អូនតែហាំភ្លីមួយទៅតឡើងហើយអានេះសបកនេះទិញពីអេតចាយវាច្រេះអស់បានប៉ុន្តែយើងបានដុំភ្លើងធំដុំភ្លើងវាស្ពាន់សុតហើយទំហំវាធំ2ទឹកត្រឹមថ្លៃជាមួយខ្លះឌី8ហ្វែតមួយគូហ្មងអញ្ចឹងយើងបាញ់ថ្នាំផាត់ក្រែមថែមម្សៅវាទៅបិទអសវាលេចកើតទៅថ្មីជ្រើងអញ្ចឹងសមត្ថភាពវាអាចលេងជាមួយនឹង Opler ក្រោម 2000 វ៉ាត់ ohms 8 ohms លេងបានមួយខាងមួយគូអញ្ចឹងបើយើងនិយាយពីកបើសម្រាប់ក125អាខ្លះវាមានវ៉ាត់តូចវ៉ាត់ធំអញ្ចឹងអញ្ចឹងបើសិន ohms វា1500យើងអាចលេងបានមួយគូពេញកម្លាំងបើ ohms 1200ចុះក្រោមយើងអាចលេងបានមួយខាង3ពេញកម្លាំងបើសិនជាក100ក្រោម1000 វ៉ាត់ ohms យើងអាចលេងបានមួយខាង4លេង8 ohms ចឹងនេះស្រាប់កបក150ក្រោម 2000 វ៉ាត់ ohms វាពេញកម្លាំងវាប្រហាក់ប្រហែលព្រោះអាហ្នឹង8 ohms វាបាន2000 វ៉ាត់ ohms អញ្ចឹងយើងត្រូវជាមួយនឹងOpler ធំច្រើនអានេះប៊ីបខ្ញុំតឡាដាក់ទាំងហាលតែមួយខាងមួយគ្រាប់មកគ្រប់គ្រាន់ណា Let's go តេស្តទាំងម្ដង1 2 3លាក់វូលឹបចាក់ទំរៀនខ្ញុំតែជាមួយសាប់ឡានមួយខាងមួយគ្រាប់8 ohms សាប់ឡាន4ទឹកអេមណាស់បងប្អូនអើយឆ្អក់ល្អណាស់ដុំភ្លើងធំឆ្អក់ល្អសំឡេងវា